ឯកឧត្តមវង្សសីវិសុទ្ធដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ9ខែឆ្នាំ2025និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំនាព្រឹកថ្ងៃទី11ខែសីហាឆ្នាំ2025ឯកឧត្តមវង្សសីវិសុទ្ធសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ9ខែឆ្នាំ2025និងលើកទិសដៅបន្តរបស់ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីឯកឧត្តមថោងខុនឯកឧត្តមថៅជាតិថាលោកជំទាវកុយពិសីឯកឧត្តមនាងផាតឯកឧត្តមសុយារ៉ាឯកឧត្តមសេងទៀងឯកឧត្តមនួនផារតនិងលោកជំទាវសាយសំអាតព្រមទាំងឯកឧត្តមលោកជំទាវអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានប្រធាននិងអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានក្រុងស្រុកប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំសង្កាត់និងក្រុមការងារតាមវិស័យព្រមទាំងគណៈកម្មាធិការគណៈបកឃុំសង្កាត់ទាំងអស់ឯកឧត្តមវង្សសីវិសុទ្ធបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈបកចុះមូលដ្ឋានទាំងក្រុមការងារខ្សែបណ្ដោយទាំងក្រុមការងារខ្សែទទឹងនិងគណៈបកនៅមូលដ្ឋានគ្រប់ជាន់ថ្នាក់ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនតាមការដ្ឋានយុទ្ធសាស្ត្រទាំង3របស់ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំដែលមានជាអាចដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រព័ន្ធធារាសាស្ត្រទំនប់ប្រឡាយដែលបម្រើដល់ការងារកសិកម្មកសិឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំនិងសុខាភិបាលការអនុវត្តផែនការអភិវឌ្ឍវិស័យទេសចរខេត្តកំពង់ធំការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងការស្វែងរកទីផ្សារផលិតផលការបណ្ដុះបណ្ដាលអំពីការគ្រប់គ្រងនិងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានការគ្រប់គ្រងអាជីវកម្មជំនាញចុងភៅសេវាកម្មម្ហូបអាហារនិងបដិសណ្ឋារកិច្ចការកែច្នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនដោយផ្ដោតលើផលិតកម្មកសិកម្មខ្នាតតូចនិងការលើកកម្ពស់វារីវប្បកម្មទឹកសាបការផ្ដល់យោបល់និងប្រឹក្សាផ្លូវច្បាប់ជូនប្រជាជនក្រីក្រទន្ទឹមនេះក៏បានគិតគូរដល់សុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្រុមជនងាយរងគ្រោះបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃនិងជនភៀសសឹកដោយសារចំនួនព្រំដែនកម្ពុជាថៃក៏ដូចជាកង្វល់សំណុំពរនិងបញ្ហាប្រឈមលំបាកនានារបស់ប្រជាជនជាប់ជាប្រចាំឯកឧត្តមវង្សសីវិសុទ្ធបានបន្តថាសមិទ្ធផលដែលសម្រេចបានទាំងនេះបានធ្វើឲ្យខេត្តកំពង់ធំកំពុងមានការប្រែប្រួលមុខមាត់ថ្មីនិងបង្កើតបាននូវចលនាការជាវិជ្ជមានក្នុងដំណើរឆ្ពោះទៅសម្រេចនៅចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនប្រធានគណៈបកនិងការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតីហ៊ុនម៉ាណែតក្នុងការប្រែក្លាយខេត្តកំពង់ធំឲ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណៈបកនិងរាជរដ្ឋាភិបាលព្រមទាំងលែងឲ្យខេត្តកំពង់ធំជាខេត្តទៅហួសមកហួសទាំងការអភិវឌ្ឍការវិនិយោគពាណិជ្ជកម្មនិងទេសចរឯកឧត្តមវង្សសីវិសុទ្ធក៏បានលើកឡើងផងដែរថាស្ថិតក្នុងបរិការដ៏ផុយស្រួយនៃបទជប់បាញ់ក្នុងចំនួនព្រំដែនកម្ពុជាថៃរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងប្រឹងប្រែងព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងសន្តិភាពដោយប្រើគោលការណ៍ច្បាប់អន្តរជាតិព្រមទាំងទប់កម្ដៅមិនតបតនឹងការអុចអាលនិងកលល្បិចរបស់ថៃឯកឧត្តមបានសង្កត់ធ្ងន់ថាកម្ពុជាយើងស្ងប់ស្ងៀមមិនមែនមានន័យថាកម្ពុជាយើងមិនបានធ្វើអ្វីនោះទេដូច្នេះសូមជឿទុកចិត្តលើសមត្ថភាពដឹកនាំនិងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើងគឺសម្ដេចធិបតីហ៊ុនម៉ាណែតដោយមានការជ្រោមជ្រែងពេញទំហឹងពីសម្ដេចតេជោហ៊ុនសែនដែលកំពុងខិតខំធ្វើការមិនថាយប់មិនថាថ្ងៃដើម្បីស្វែងរកមកវិញនៅសន្តិភាពឯកឧត្តមវង្សសីវិសុទ្ធបានផ្ដល់ការណែនាំឲ្យក្រុមការងារចុះមូលដ្ឋានស្រុកក្រុងឃុំសង្កាត់និងមន្ត្រីគណៈបកមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃការងារមុខរបរនិងការបង្កើនប្រាក់ចំណូលបន្ថែមរបស់ប្រជាជនតាមរយៈការពង្រឹងសមត្ថភាពដល់កសិករនិងការកាត់បន្ថយថ្លៃដើមក្នុងការផលិតស្រូវការពង្រឹងនិងលើកកម្ពស់វារីវប្បកម្មទឹកសាបទាំងការគាំទ្រការចិញ្ចឹមត្រីលក្ខណៈគ្រួសារនិងពង្រីកជាលក្ខណៈពាណិជ្ជកម្មព្រមទាំងការធ្វើពិពិធកម្មផលិតកម្មដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ការដោះស្រាយបញ្ហាទីផ្សារនិងខិតខំស្វះស្វែងរកដៃគូនិងវិនិយោគិនបន្ថែមព្រមទាំងវិស័យទេសចរដើម្បីទាញយកប្រយោជន៍ពីវិស័យទាំងនេះប្រកបដោយអ្នកវិនិយោគនិងភាពច្នៃប្រឌិតចំពោះមុខត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ដោះស្រាយបញ្ហាគ្រោះទឹកជំនន់និងត្រូវរាយការណ៍អំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលរងប៉ះពាល់ដូចជាផ្លូវថ្នល់ជាដើមដើម្បីក្រុមការងារអន្តរាគមន៍ធ្វើការជួសជុលភ្លាមៗបន្ទាប់ពីទឹកស្រកដើម្បីធានាប្រក្រតីកម្មនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឯ
ឯអាដាមវង្សសេវិសុទ្ធក៏បានផ្ដាំផ្ញើឲ្យមានការយកចិត្តទុកដាក់ជាពិសេសដល់បងប្អូនពលករតាមរយៈការផ្ដល់ឱកាសក្នុងការទទួលបាននូវការបណ្ដុះបណ្ដាលនិងការផ្សារភ្ជាប់ឱកាសការងារនៅក្នុងមូលដ្ឋានខេត្តកំពង់ធំផងនិងនៅតាមរាជធានីខេត្តផ្សេងៗទៀតផងដែរក៏ដូចជាបងប្អូនភាគសឹកនិងបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកនិងខ្វះខាតខាងផ្នែកជីវភាពឯអាដាមបានបន្តថាយើងត្រូវមានការខ្វល់ខ្វាយដល់បងប្អូនក្នុងពេលនេះជាងពេលណាទាំងអស់នឹងត្រូវធ្វើយ៉ាងណាឲ្យបងប្អូនមានបាយហូបដោយឈរលើស្មារតីចែករំលែកតាមរយៈការរៀបចំមូលនិធិតាមក្រុមការងារនីមួយៗផ្ទាល់ឬអ្នកមានលទ្ធភាពក្នុងមូលដ្ឋាននិងការស្វែងរកជំនួយពីសប្បុរសជនទន្ទឹមនេះក៏ត្រូវបន្តដោះស្រាយបញ្ហាសមធម៌និងយុត្តិធម៌សង្គមផងដែរឯអាដាមបានសង្កត់ធ្ងន់ថាមានតែការធ្វើដូចនេះទេទើបយើងអាចបន្តថែរក្សាបាននូវសាមគ្គីភាពនិងឯកភាពជាតិដែលជាកត្តាស្លាប់រស់របស់ជាតិយើងទៅថ្ងៃមុខនិងអាចក្លាយជាប្រជាជាតិមួយដែលមានប្រជាជនដែលខ្លាំងពូកែអាចការពារខ្លួនឯងបានមានភាពម្ចាស់ការក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យសម្បូររុងរឿងជាលំដាប់ឯអាដាមវង្សសេវិសុទ្ធក៏បានផ្ដល់ការណែនាំដល់ក្រុមការងារនិងគណៈបកគ្រប់លំដាប់ថ្នាក់ឲ្យបន្តយកចិត្តទុកដាក់អនុវត្តលើកិច្ចការមួយចំនួនទៀតដូចជាការបន្តពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទការពង្រឹងសន្តិសុខសម្រាប់ធ្នាប់សង្គមនិងបន្តអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយភ្លៀងរលឹមបន្តពង្រឹងការគ្រប់គ្រងនិងបង្ក្រាបបទល្មើសធនធានធម្មជាតិពិសេសតំបន់ទន្លេសាបដោយរួមទាំងការគិតគូរពីការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពនិងប្រយោជន៍ប្រជាជនផងបន្តលើកកម្ពស់សេវាយុត្តិធម៌សេវាអប់រំសុខាភិបាលរដ្ឋបាលនិងសេវាពាក់ព័ន្ធអាជីវកម្មធុរកិច្ចនិងប្រព័ន្ធគាំពារសង្គមការពង្រឹងអង្គការចាត់តាំងគណៈបកគ្រប់កម្រិតនៅមូលដ្ឋានការពង្រឹងនិងការពង្រីកសមាជិកបកការរៀបចំនិងពង្រឹងអង្គការចាត់តាំងយុវជនគណៈបកឲ្យក្លាយជាកម្លាំងស្រួចនិងឈានមុខក្នុងកិច្ចការសង្គមហើយក្លាយជាកម្លាំងបន្តវេនរបស់គណៈបកជាថ្មីម្ដងទៀតឯកឧត្តមប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមនិងការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានរួបរวมគ្នានិងចាប់ដៃគ្នាឲ្យមានឯកភាពនិងសាមគ្គីភាពល្អក្នុងការបម្រើប្រជាជននិងការពង្រឹងគណៈបកនៅមូលដ្ឋានខេត្តកំពង់ធំនិងបានលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងថែមទៀតដើម្បីឆ្ពោះទៅរកគោលដៅជោគជ័យក្នុងការបោះឆ្នោតឆ្នាំ2027និងឆ្នាំ2028ខាងមុខនិងម្ខាងទៀតដើម្បីលើកស្ទួយជីវភាពប្រជាជននៅមូលដ្ឋានក៏ដូចជាការអភិវឌ្ឍខេត្តនិងលើកតម្កើងជីវភាពប្រជាជនខេត្តកំពង់ធំឲ្យកាន់តែធូរធារនិងរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃក្នុងឱកាសនោះដែរឯកឧត្តមវង្សសេវិសុទ្ធបានប្រកាសផ្ដល់ការឧបត្ថម្ភប្រេងចំនួន 10000 លីត្រដែលគិតមកដល់ពេលនេះមានចំនួន 50000 លីត្រនិងថវិកា10លានរៀលបន្ថែមដល់គណៈបញ្ជាការឯកភាពខេត្តដើម្បីបន្តគាំទ្រដល់ប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងឧបត្ថម្ភថវិកាចំនួន20លានរៀលសម្រាប់សាងសង់ផ្ទះមួយខ្នងដល់គ្រួសារក្រីក្រក្នុងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយជាមួយគ្នានេះឯកឧត្តមសេងទៀងក៏បានឧបត្ថម្ភថវិកាចំនួន$35,000អាមេរិកសម្រាប់ការសាងសង់ស្នាក់ការគណៈបកសង្កាត់កំពង់រទេសដែលនៅពុំទាន់មានទីស្នាក់ការគណៈបកនៅឡើយព្រមទាំងជួយឧបត្ថម្ភថវិកាបន្ថែមរួមជាមួយនឹងក្រុមការងារសម្រាប់ផ្ដល់ជូនគ្រួសារក្រីក្រផងដែរ